អ្វីដែលជាពិសេសជាងទៅទៀតនោះគឺយើងខ្ញុំក៏មានកញ្ចប់ជាវីដេអូមេរៀនបង្រៀនវិញ្ញាសាសុទ្ធក្នុងសៀវភៅនេះគឺជាវិញ្ញាសាស្តង់ដារដែលយើងសិក្សាទៅលើ1វិញ្ញាសាបំពេញឃ្លាឬមួយក៏និយាយថាបំពេញចន្លោះ2វិញ្ញាសារូបភាពវិស្លាសញ្ញា3ការស្ដាប់តែម្ដងដែលសម្របសម្រួលនឹងបង្រៀនដោយខ្ញុំផ្ទាល់តែម្ដងដែលបកស្រាយលម្អិតជូនបងប្អូនឲ្យយល់ឆាប់ចេះឆាប់ចាប់បានហើយទទួលបានបទពិសោធន៍ពេញលេញនិងសមត្ថភាព 100% ក្នុងការប្រឡងបាទសួស្តីបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទអីខានជួបគ្នាជាយូរណាស់មកហើយដោយសារតែមួយរយៈនេះគឺខ្ញុំភ្ជាប់បណ្ដុះបណ្ដាលភាសាកូរ៉េជាមួយនឹងលោកគ្រូអ្នកគ្រូយើងជាកូរ៉េនៅក្នុងសាធារណរដ្ឋកូរ៉េដូច្នេះគឺมันបានចេញជាវីដេអូជាមេរៀនឬដូចជាវិញ្ញាសាស្តង់ដារសម្រាប់បងប្អូនដែលធ្វើឲ្យបងប្អូនមានការអាក់ខានសូមអធិស្ឋាននិងអភ័យទោសផងដែរហើយដោយសារតែថ្ងៃនេះគឺខ្ញុំឃើញមានបងប្អូនយើងជាច្រើនដែលខមមិននៅក្នុងវីដេអូរបស់ខ្ញុំគឺចង់បានសៀវភៅវិញ្ញាសាស្តង់ដារដែលជារៀបចំឡើងដោយក្រសួងសាធារណរដ្ឋកូរ៉េនៅក្នុងការរៀបចំត្រៀមប្រឡងគ្រប់វគ្គគ្រប់រាល់ជារៀងរាល់ឆ្នាំសម្រាប់បងប្អូនខ្មែរនៅកម្ពុជាក៏ដូចជាបណ្ដាប្រទេសនានាដែលមានឈ្មោះរៀនប្រឡង EBS Top 2ដើម្បីដាក់ស្នើការងារនៅក្នុងប្រទេសកូរ៉េហ្នឹងតើ comment នោះថាចង់បានសៀវភៅហ្នឹងតើធ្វើយ៉ាងម៉េចបានលោកគ្រូបាទថ្ងៃនេះគឺខ្ញុំបានធ្វើវីដេអូខ្លីមួយដែលណែនាំអ្នកនរគ្នាអំពីសៀវភៅដែលខ្ញុំបង្រៀន EBS Topic វិញ្ញាសាស្តង់ដារសម្រាប់ត្រៀមប្រឡងរៀងរាល់វគ្គរៀងរាល់ឆ្នាំនេះគឺវាសៀវភៅនេះអ្នកគ្នាគឺសៀវភៅនេះគឺខ្ញុំបានបោះពុម្ពចេញជាផ្លូវការនៅក្នុងនេះគឺបីភាពងាយស្រួលមែនទែននៅក្នុងសម្រាប់បងប្អូនការសិក្សានៅក្នុងនេះគឺសៀវភៅនេះហ្នឹងហើយឥឡូវនេះគឺខ្ញុំនឹងបង្ហាញអំពីសៀវភៅនេះតើសៀវភៅមានលក្ខណៈបែបណាហ្នឹងហើយអ្នកនរគ្នានេះគឺសៀវភៅដែលខ្ញុំបានបោះពុម្ពចេញគឺជាវិញ្ញាសា EBS Topic ស្តង់ដារតែម្ដងនៅក្នុងនេះដែលយើងសិក្សាអំពីវិញ្ញាសាបំពេញឃ្លាវិញ្ញាសាស្ដាប់ក៏ដូចជាវិញ្ញាសារូបភាពនិងស្លាកសញ្ញាផងដែរនៅក្នុងនេះគឺទាំងអស់រួមមានគឺមានចំនួន2000សំណួរចម្លើយដែលជាវិញ្ញាសាស្តង់ដារដែលរៀបចំឡើងដោយសៀវភៅនេះគឺđãរៀបចំឡើងដោយក្រសួងសាធារណរដ្ឋកូរ៉េដើម្បីរៀបចំនៅក្នុងការប្រឡងជារៀងរាល់វគ្គរៀងរាល់ឆ្នាំតែម្ដងសម្រាប់បងប្អូនហើយនៅក្នុងនេះគឺមានវិញ្ញាសាបំពេញឃ្លារូបភាពដូចគ្នាខ្ញុំឃើញចឹងហើយនេះដោយសារតែខ្ញុំថតដៃមួយសម្រាប់បងប្អូនអរគ្នាដូចមិនបានឃើញច្បាស់នោះទេព្រោះថានៅក្នុងនេះគឺមានសពគ្រប់ទាំងអស់រូបភាពស្លាកសញ្ញាក៏ដូចជាការបំពេញឃ្លានេះបងប្អូនឃើញទេបាទដូចការបំពេញឃ្លាឬមួយក៏អ្វីដែលខ្ញុំបង្រៀននៅតាមសៀវភៅហ្នឹងគឺមានទាំងអស់ហ្នឹងហើយអ្នកនរគ្នាដូចអ្នកនរគ្នាបានឃើញស្រាប់ទៅហើយបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ជោគជ័យចង់យកវាសៀវភៅនេះទៅអនុវត្តដើម្បីត្រួសត្រាយមុនដើម្បីមើលវិញ្ញាសាមុនដែលជាវិញ្ញាសាស្តង់ដារនៅក្នុងក្រសួងតែម្ដងដែលជាវិញ្ញាសាដកស្រង់សម្រាប់ធ្វើអីគេសម្រាប់រៀបចំនឹងការប្រឡងគ្រប់វគ្គតែម្ដងទាំងអស់នោះគឺមានវិញ្ញាសាស្ដាប់វិញ្ញាសារូបភាពក៏ដូចជាការស្ដាប់ផងដែរបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកខាងយើងខ្ញុំមកខ្ញុំនឹងដាក់ link ជូនឬមួយក៏ដាក់ Telegram ក៏ដូចជាឬក៏អ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនៅក្នុង YouTube របស់ខ្ញុំនេះមកខ្ញុំនឹងឆ្លើយតបដល់បងប្អូនលៀបហើយចំពោះតម្លៃសៀវភៅនេះគឺមិនថ្លៃសម្រាប់បងប្អូននោះទេមួយវិញទៀតអ្វីដែលជាពិសេសជាងទៅទៀតនោះគឺយើងខ្ញុំក៏មានកញ្ចប់ជាវីដេអូបង្រៀនវិញ្ញាសាសុទ្ធនៅក្នុងសៀវភៅនេះតែម្ដងទាំងការស្ដាប់ទាំងការបំពេញឃ្លារូបភាពក៏ដូចជាស្លាកសញ្ញាផងដែរដែលស្រាយលម្អិតឲ្យបងប្អូនមួយឆាប់យល់និងឆាប់ចាប់បានដែលបង្រៀនដោយខ្ញុំបាននិងសម្របសម្រួលដោយខ្ញុំបានតែម្ដងដែលយើងសិក្សាទៅលើមួយវិញ្ញាសាបំពេញឃ្លាឬមួយក៏និយាយថាបំពេញចន្លោះ2វិញ្ញាសារូបភាពវិស្លាកសញ្ញា3ការស្ដាប់តែម្ដងដែលសម្របសម្រួលនឹងបង្រៀនដោយខ្ញុំផ្ទាល់តែម្ដងដែលបកស្រាយលម្អិតជូនបងប្អូនឲ្យយល់ឆាប់ចេះឆាប់ចាប់បានហើយទទួលបានបទពិសោធន៍ពេញលេញនិងសមត្ថភាព 100% ក្នុងការប្រឡងការប្រយោជន៍ក្រោយពីសិក្សាវគ្គបណ្ដុះបណ្ដាលវិញ្ញាសាស្តង់ដារនេះទៅគឺបងប្អូននឹងទទួលបានដូចជា1បងប្អូនសិក្សាវិញ្ញាសាត្រៀមប្រឡងមុនរួចជាស្រេចទី2សិក្សាលម្អិតអំពីពាក្យគន្លឹះសំខាន់មួយចំនួននៅក្នុងប្រធានប្រយោគក៏ដូចជាពាក្យសំខាន់ដែលបងប្អូនមិនធ្លាប់ចេះនៅក្នុងប្រយោគឬមួយក៏នៅក្នុងមុនជេររបស់យើងនឹងឯងទី3បកស្រាយលម្អិតពន្យល់ឲ្យបងប្អូនឆាប់យល់ឆាប់ចេះក្នុងភាសាខ្មែរដែលយើងសម្រាយចេញឲ្យលម្អិតសម្រាប់បងប្អូនទាំងអស់គ្នាទី4បងប្អូននឹងទទួលបាននូវតិចនិចសម្រាប់ជ្រើសរើសចម្លើយឲ្យបានត្រឹមត្រូវនិងលឿនបំផុតទាន់ពេលវេលាទី5ទទួលបាននូវបទពិសោធន៍ពេញលេញក្នុងការប្រឡង EBS Topic ជាមុន
ទី6ត្រៀមខ្លួនរួចជាស្រេចត្រួតត្រែផ្លូវជាស្រេចដើម្បីត្រៀមខ្លួនឡើងប្រយុទ្ធនៅក្នុងសាវៀនទី6សមត្ថភាព 100% ក្នុងភាពជោគជ័យនៅក្នុងការប្រឡង EPS topic បើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ជាប់ចង់ជោគជ័យនៅក្នុងបំណងរបស់បងប្អូនទាំងអស់គ្នាបងប្អូនពិតជាចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េពិតមែនគឺបងប្អូនសូមតំណែងទៅមកខ្ញុំមកគឺនឹងទទួលបានជោគជ័យ 100% បងប្អូនអាចមើល comment ឬមួយក៏ feedback របស់សិស្សខ្ញុំនៅក្នុងលើត្រង់នេះបានដែលគាត់សិតតែសិក្សាជាមួយនឹងខ្ញុំនៅសៀវភៅ EPS topic នេះដែលជាវិញ្ញាសាស្ត្រស្តង់ដារក៏ដូចជាអ្នករៀន online ដែលយើងតាប់ពីរៀនពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់បញ្ចប់ត្រៀមប្រឡងផងដែរបាទអញ្ចឹងគឺបងប្អូនអាចតំណែងទៅមកខ្ញុំបានណាអ្វីដែលជាពិសេសគឺមាន promotion សម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលចុះឈ្មោះរៀនវគ្គវិញ្ញាសាដំបូងចំនួន15នាក់គឺខ្ញុំនឹង free ជូនសៀវភៅមួយក្បាលដែលឥតគិតថ្លៃហើយតម្លៃនៃការសិក្សាវគ្គវិញ្ញាសាស្តង់ដារនេះគឺត្រឹមតែ$25តែប៉ុណ្ណេះចំណាយត្រឹមតែ$25បងប្អូនមានសមត្ថភាព 100% គឺទទួលបានសំណួរចម្លើយស្តង់ដារដែលជារៀបចំឡើងដោយក្រសួងសាធារណកូរ៉េក្រសួងអនុញ្ញាតការងារនឹងឯងដែលត្រៀមប្រឡងគ្រប់វគ្គគ្រប់ឆ្នាំទាំងអស់គឺមិនថាឆ្នាំណាវគ្គណាគេគ្រាន់តែថាយើងអត់ដឹងថាចេញចម្លើយសំណួរមួយណានៅក្នុងសៀវភៅនេះទេដូច្នេះហើយកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឬមួយក៏បងប្អូនចង់បានសៀវភៅនេះទៅរៀនខ្លួនឯងក៏បានដែរដូច្នេះហើយសូមបងប្អូនតំណែងទៅមកខ្ញុំណាសូមអរគុណសូមគោរពលា